រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺចម្រៀងមនោសញ្ចេតនាការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយទាំងអស់គ្នាដូចតទៅលាហើយដុកទ័រ2ឆ្នាំកន្លងបងប្រឹងសិក្សាប្រឹងថ្នមស្នេហាដោយចិត្តភក្តីវត្តសំពើមាសភូមិអូឫស្សីបងនឹងចរណៃស្បែកស្បត់សច្ចាប្រឡងពេលធ្លាក់វល់លាក់បែកចិត្តបែកគ្មានអាណិតបំភ្លេចសង្សារនឹកឃើញរឿងដើមដង្ហើមឈឺផ្សាអួលណែនឧរាគ្មានពេលធូរស្បើយអោពុនលោកស្នេហ៍ទៅបដោះថ្មីអិលើឥតន័យក្រៀមស្វិតអស់ហើយរស់នៅសពថ្ងៃឥតរំពឹងឡើយក្តីសង្ឃឹមអើយមិនដេចឡើយប្រេះឆាអោខ្ញុំសូមលាហើយដុកទ័រលាទាំងស្រីល្អដែលគ្មានមេត្តាលាសំពើមាសកំណើតស្នេហាលាស្រស់កនិដ្ឋាលាមួយជីវិតផែនដីព្រះច័ន្ទឆ្ងាយពីគ្នាណាស់អ្នកវិទ្យាសាស្ត្រអាចទៅដល់បានចំណែកដុកទ័រនឹងស្រស់កល្យានរស់នៅក្បែរប្រាណមិនបានរួមរូបនិពន្ធដោយខ្ញុំបាទសសិរីយុកោនិពន្ធនៅថ្ងៃទី9ខែ7ឆ្នាំ1998អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្តីសូមជម្រាបលា